លំដាប់តទៅនេះសូមជូននៅបទអត្ថាធិប្បាយប្រចាំថ្ងៃក្រមចំណងជើងថាបើនៅតែធ្វើនយោបាយមិនយល់កលៈទេសៈមេដឹកនាំគណៈបកប្រឆាំងនៅតែបន្តរស់ក្នុងភាពនិរទេសជារៀងរហូតតនដិតសំរងស៊ីដែលត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធធនាគារ12ឆ្នាំក្នុងសំណុំរឿងដកតម្រុយបង្គោលព្រំដែននៅខេត្តស្វាយរៀងព្រមទាំងសំណុំរឿងក្លែងឯកសារសាធារណៈនិងផ្សាយព័ត៌មានមិនពិតគឺជាអ្នកនយោបាយដែលមិនស្គាល់កលៈទេសៈធ្វើអ្វីៗតាមតែការនឹកឃើញរបស់ខ្លួនហេតុនេះហើយទើបតនដិតសំរងស៊ីរស់នៅក្នុងភាពនិរទេសអស់រយៈពេលជាច្រើនឆ្នាំមិនទាន់មានច្រកវិលត្រឡប់មកកាន់ប្រទេសកម្ពុជាដើម្បីធ្វើសកម្មភាពដឹកនាំគណបកប្រឆាំងប្រកួតប្រជែងជាមួយគណបកប្រជាជនកម្ពុជាដែលជាគណបកកាន់អំណាចប្រសិនបើតនដិតសំរងស៊ីស្គាល់កលៈទេសៈនយោបាយច្បាស់លាស់នោះប្រហែលជាមិនរស់នៅក្នុងភាពនិរទេសគ្មានគោលដៅរហូតដល់សពថ្ងៃនេះឡើយព្រោះការដោះស្រាយរវាងខ្មែរគ្នាឯងគឺជាផ្លូវសំខាន់ណាស់ដើម្បីលោកសំរងស៊ីវិលត្រឡប់ចូលស្រុកវិញប៉ុន្មានថ្ងៃចុងក្រោយនេះតនដិតសំរងស៊ីក្រោមយីហោប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនិងលោកកឹមសុខាដែលជាអនុប្រធានធ្វើសកម្មភាពយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកាណាដានិងសហរដ្ឋអាមេរិកដើម្បីស្វែងរកគាំទ្រពីជនរួមជាតិខ្មែរនៅទីនោះក៏ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់តនដិតសំរងស៊ីនិងលោកកឹមសុខាដើម្បីតាក់ទាញការគាំទ្រពីជនរួមជាតិនៅក្រៅប្រទេសដើម្បីបង្កើតគណបកសង្គ្រោះជាតិនៅពេលខាងមុខហាក់ដូចជាទទួលបាននូវការគាំទ្រតិចតួចបំផុតជនរួមជាតិខ្មែរនៅកាណាដានិងនៅសហរដ្ឋអាមេរិកដែលចូលរួមពិភាក្សាជាមួយនឹងតនដិតសំរងស៊ីនិងលោកកឹមសុខាភាគច្រើនពុំមានជំនឿថាចលនាប្រជាធិបតេយ្យសង្គ្រោះជាតិអាចមានភាពរឹងមាំយូរអង្វែងបានទេហើយថាគម្រោងបង្កើតគណបកសង្គ្រោះជាតិស្ថិតនៅលើផ្លូវប្រកបដោយឧបសគ្គប្រការនេះដោយសារតែបានដឹងជាមុនថាតនដិតសំរងស៊ីនិងលោកកឹមសុខាកំពុងលេងល្បែងនយោបាយបោកប្រាស់គ្នាទៅវិញទៅមកដើម្បីកេងចំណេញរៀងៗខ្លួនហើយនៅទីបញ្ចប់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនឹងបែកបាក់ជាក់ជាមិនខាននោះឡើយអ្នកនយោបាយជើងចាស់មួយចំនួនបានវេតម្លៃថាការដែលលោកសំរងស៊ីធ្វើនយោបាយដោយមិនយល់កលៈទេសៈគឺជាការបិទច្រកសម្រាប់ការវិលត្រឡប់មកបន្តអាជីពនយោបាយនៅក្នុងប្រទេសកម្ពុជាទោះបីគណបកសំរងស៊ីនិងគណបកសិទ្ធិមនុស្សរួមគ្នាបង្កើតគណបកសង្គ្រោះជាតិហើយក៏ដោយក៏ជារឿងអត់ប្រយោជន៍ដែរព្រោះសំរងស៊ីគឺជាតនដិតពុំមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឬចូលរួមបោះឆ្នោតនៅថ្ងៃទី28ខែកក្កដាឆ្នាំ2013បាននោះឡើយដូច្នេះតនដិតសំរងស៊ីគួរក្រឡេកមើលគំរូរបស់សម្ដេចក្រមព្រះនរោត្តមរណរដ្ឋដែលធ្វើនយោបាយចេះយល់កលៈទេសៈហើយចេះសម្របខ្លួនទៅតាមស្ថានភាពជាក់ស្ដែងជៀសវាងជំហររឹងទទឹងហួសហេតុព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួននិងបកពួកគួររំលឹកដែរថានៅក្នុងសារលិខិតចុះថ្ងៃទី10ខែសីហាឆ្នាំ2012សម្ដេចក្រមព្រះនរោត្តមរណរដ្ឋប្រធានគណបកនរោត្តមរណរដ្ឋបានប្រកាសលាលែងពីឆាកនយោបាយជារៀងរហូតដោយងាកមកផ្ដោតលើការងារមនុស្សធម៌និងសង្គមគិច្ចវិញជាក់ជាបន្តបន្ទាប់សម្ដេចក្រមព្រះបានប្រកាសជាឧឡារិកជូនជនរួមជាតិជាទីស្នេហាថាដោយយល់ឃើញរបបរាជានិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលបច្ចុប្បន្នកាន់តែមានភាពរឹងមាំក្រោមការការពារដោយរដ្ឋធម្មនុញ្ញនិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គសូមប្រកាសចាប់ពីពេលនេះតទៅថាព្រះអង្គឈប់ធ្វើនយោបាយនិងមិនទទួលខុសត្រូវរាល់កិច្ចការនិងសេចក្តីសម្រេចផ្សេងៗរបស់គណបកនរោត្តមរណរដ្ឋតទៅទៀតនោះឡើយហើយព្រះអង្គនឹងចាប់ផ្ដើមបំពេញការងារមនុស្សធម៌សង្គមគិច្ចក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិក្រោមការគ្រប់គ្រងសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីក្រុមអ្នកតាមដានស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាបានទទួលស្គាល់ថាសម្ដេចក្រមព្រះនរោត្តមរណរដ្ឋធ្វើនយោបាយស្គាល់កលៈទេសៈច្បាស់លាស់ចេះបត់បែនតាមសភាពការជាក់ស្ដែងផងដែរផ្ទុយទៅវិញ
បើតនដិតសំរងស៊ីនៅតែធ្វើនយោបាយមិនយល់កលៈទេសៈតទៅទៀតនោះមេដឹកនាំគណៈបកប្រឆាំងរូបនេះនៅតែបន្តរស់ក្នុងភាពនិរទេសមានឈ្មោះជាតនដិតមិនអាចវិលត្រឡប់ចូលប្រទេសកម្ពុជាវិញបានដើម្បីបន្តអាជីពនយោបាយទៅតាមគោលដៅរបស់ខ្លួនបាននោះឡើយលោកអ្នកនាងទើបតែបានស្ដាប់នៅបទអត្ថាធិប្បាយប្រចាំថ្ងៃក្រោមចំណងជើងថាបើនៅតែធ្វើនយោបាយមិនយល់កលៈទេសៈមេដឹកនាំគណៈបកប្រឆាំងនៅតែបន្តរស់ក្នុងភាពនិរទេសជារៀងរហូតសូមអរគុណ